គ្នាយើងចង់ដាក់ indicator នៅក្នុង trading view បាទតែអត់ចេះអញ្ចឹងថ្ងៃនេះណាខ្ញុំនឹងមកប្រាប់ពីរបៀបដាក់ indicator បាទនៅក្នុង trading view បាទគឺ indicator support and resistance បាទគឺនិយាយទៅគឺដាក់ដោយ free ទៅនេះបាទគឺយើងគ្រាន់ធ្វើការចុចធ្វើតាមខ្ញុំអញ្ចឹងទៅគឺដាក់បាននេះយើងបាទយើងវាយពាក្យមកបាទ support and resistance មកគេបាទខ្ញុំសុំធ្វើការវាយសិនយើងអាចធ្វើការវាយតាមខ្ញុំបានបាទអូខេហើយអ្នកដែលមកថ្មីកុំភ្លេច like subscribe បើញ៉ាំកណ្ដឹងឲ្យខ្ញុំម្នាក់មួយផងយើងចង់បាន indicator ណាតិចគ្នាប្រាប់ខ្ញុំមកបាទខ្ញុំនឹងធ្វើការប្រាប់យើងទីចឹងណាហើយបាទនេះបាទឥឡូវគេនេះបាទយើងយកមកនេះ support and resistance បាទនេះចំណាំនេះបាទកន្លែងនេះ56កន្លែងនេះឈ្មោះនេះបាទនេះចំណាំប៉ុណ្ណឹងទៅហើយយើងដាក់លើវាទៅវានឹងចេញ green ចាស់ហើយអូខេបាទប៉ុណ្ណឹងគឺយើង add indicator បានហើយបាទនេះបាទគឺវាចេះបាទគឺ indicator នេះគឺ support and resistance បាទអាពណ៌ខៀវនោះគឺ support បាទអាក្រហមគឺ resistance អូខេហើយស្គមថានេះនឹងចេះមើលហើយបាទ support and resistance ហ្នឹងហើយកុំភ្លេច join channel Telegram ខាងក្រោមបានបាទសម្រាប់គ្នាណាដែលគាត់ចង់បាន signal free អញ្ចឹងណាហើយចង់បាន account trade បាទ account real គ្នាអាចតាក់ទងមកបានដែរអូខេភ្លេច join channel Telegram ទាំងអស់គ្នាទៅ